សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបបង្កើតហាងនៅក្នុងAncora នៅក្នុង website ancora.net នៅ website របស់ខ្មែរយើង website ហ្នឹងយើងអាចលក់នឹងទិញទំនិញបានអញ្ចឹងដើម្បីបង្កើត website ហ្នឹងបានទីមួយយើងអ្នកបងប្អូនយើងចូលទៅកាន់ browser ណាមួយក៏បាននៅលើ computer របស់យើងវិធីនេះគឺការបង្កើតនៅលើ computer បងប្អូនណាឥឡូវយើងចូលទៅ browser នេះមួយខ្ញុំសូមបង្ហាញ website ហ្នឹង website នេះយើងវាយតែនៅ Ancora.net នេះបងប្អូននៅ website ហ្នឹងណា website ហ្នឹងតើបងប្អូនទិញបាននៅលើ website ហ្នឹងគឺគេធានាទៅលើការបាត់បង់ការដោះស្រាយបញ្ហាចំពោះអ្នកលក់មានអ្នកលក់ណាដែលលក់មិនមានការបោកប្រាស់គឺអត់មានមកក្នុង website គ្រប់អ្នកលក់ទាំងអស់គឺទទួលបានការបញ្ជាក់តួពី website បានអាចលក់នៅលើហ្នឹងបានហ្នឹងហើយ website ហ្នឹងគឺអញ្ចឹងបងបានច្រើនយ៉ាងមែនទេដើម្បីបង្កើតបានយើងដើម្បីបង្កើតហាងដែលយើងអាចលក់បានអានេះសិតតែគេអ្នកហាងគេអ្នកលក់ទេអញ្ចឹងបងប្អូនចង់បង្កើតហាងនៅលើហ្នឹងបានគឺយើងអាចចូលទៅពុំទៀតបងប្អូនខ្ញុំចង់បង្ហាញបងប្អូនតិច website ហ្នឹងស្រួលចេះបងប្អូនចង់លក់ឲ្យបាននៅលើហ្នឹងបងប្អូនបង្កើតវាបានហើយឧទាហរណ៍បងប្អូនបង្កើតហើយវាស្រួលចេះអ្នកទិញគេទិញលើ Facebook អីបានដែរដោយសារគេចូលមកវាស្រួលទិញបងប្អូនណា website ហ្នឹងគេតងវាចេញមកចេះយើងមើលផលិតផលយើងនៅលើហ្នឹងមកហើយនៃការទិញរបស់គេស្រួលគេអត់ចាំបាច់ឆាទិញនៅក្នុង website ហ្នឹងមុំតែអ្នកទិញគាត់ពិបាកគាត់ចង់ទិញអីវ៉ាន់ហ្នឹងមួយគាត់ថ្លៃ$3គាត់ចង់ទិញគាត់ទិញតាម Telegram ឬ Facebook បានអញ្ចឹងណាគាត់ទិញ Facebook page ក៏បានហើយអានេះក៏ទិញតាមទូរស័ព្ទដែរដោយសារយើងទិញលើកុំព្យូទ័រវាពិបាកចូលទៅ Telegram អញ្ចឹងបើលើទូរស័ព្ទដៃចុចពុបគឺដល់ហ្មងណាចុចពុបគឺដល់ហ្មងហើយ link គេតម្លាក់មកយ៉ាងងារតម្លាក់មកយ៉ាងអញ្ចឹងអ្នកលក់គាត់ឃើញ link គាត់ចុចមកគាត់មើលដឹងថាបងប្អូនចង់បានគេដឹងថាបងប្អូនចង់បានអីគេឆាតជាមួយអ្នកលក់អ្នកទិញផ្ទាល់ទៅអាចបិទការលក់ផ្ទាល់បានតែគាត់តែវ៉ាន់វានៅលើនៃ Ancora ទេវ៉ាន់នៅលើនៃ Ancora.net តែយើងទិញតាម Facebook ក៏បានទិញតាម Telegram ក៏បានហ្នឹងហើយប៉ុណ្ណឹងហើយបងប្អូនឥឡូវយើងចូលទៅការបង្កើត shop បងប្អូនដើម្បីបង្កើតហាងបាននៅក្នុង website នេះយើងចូលទៅចិត្តទី1យើងវាយពាក្យ Ancora ដូចគ្នានេះ Ancora.net បន្ទាប់មកយើងចុច slash ហើយយើងវាយពាក្យ shop ហើយទៅនេះមកចុច enter ហើយលុបទាំងបែបហ្នឹងបងប្អូននេះលុបទាំងបែបហ្នឹងឥឡូវខ្ញុំទៅបង្កើតហាងតែចូលទៅយើង register យើងចុចកន្លែង register ហើយវាលុបមកទាំងបែបនេះបងពេលដែលបងប្អូនត្រូវធ្វើទី1យើងអានេះគឺព័ត៌មានរបស់ម្ចាស់បងប្អូនម្ចាស់ហាងនេះព័ត៌មានរបស់ម្ចាស់ហាងយើងអាចអាប់ឡូតរូបភាពរបស់យើងរូបភាពយើងផ្ទាល់មករូបភាព selfie យើងផ្ទាល់មួយមកឥឡូវខ្ញុំឧទាហរណ៍នេះខ្ញុំដាក់រូបភាពរបស់ខ្ញុំដាក់រូបភាពរបស់ខ្ញុំនេះខ្ញុំឧទាហរណ៍បងប្អូនមើលណាហើយបន្ទាប់មកដាក់ឈ្មោះពិតរបស់យើងដាក់ឈ្មោះតាមតាញ៉ាំបានមកទីដាក់ហើយលេខទូរស័ព្ទខ្ញុំ01233អាហ្នឹងលេខទូរស័ព្ទខ្ញុំនេះរបស់ជាប្រភេទស្រីខ្ញុំបង្កើតតែឲ្យបងប្អូនមើលទៅមក email របស់យើងយើងអាចដាក់ទីតាសុំទុកទីឌីចាំទីឌី@gmail.com តើនឹងយើងមាន email យើងដាក់មកបាត់មានវាយើងដាក់ email បែបឧទាហរណ៍ក៏បានដែរយើងសបយើងត្រូវមាន email អញ្ចឹងហើយលេខកូដយើងអាចដាក់ទៅលេខកូដដាក់4ខ្ទង់ឡើង4ខ្ទង់ឡើងដាក់លេខកូដចូលអូខេដាក់លេខកូដចូលបានអូគេឲ្យទៀម6ខ្ទង់បងអញ្ចឹងលេខកូដយើងត្រូវដាក់6ខ្ទង់បងដាក់ដូចគ្នាទុំយើងចុចคลิกអូខេឥឡូវយើងចូលមុខព័ត៌មានរបស់យើងអូខេហើយឥឡូវយើងចូលព័ត៌មានរបស់ហាងយើងចង់ដាក់ឈ្មោះគេបងប្អូនហាងបងប្អូនដាក់ឈ្មោះហាងដាក់ឈ្មោះពេញហ្មងហាងយើងអាចដាក់ថាឧទាហរណ៍មួយហាងរបស់ខ្ញុំឈ្មោះ ML shop អានេះឧទាហរណ៍ហើយទីតាំងរបស់វានៅណាដាក់នៅភ្នំពេញក៏បានដែរឬក៏យើងទៅសេអស់មកយើងអាចសេទីតាំងផ្ទះលេខអីបានធម្មតាតែខ្ញុំមួយសិនទីតាំងរបស់ខ្ញុំនៅភ្នំពេញតបមកកន្លែងនេះយើងយក logo ហាងឧទាហរណ៍ទេណាសន្ទុកវាឲ្យ logo ហាងរបស់យើងចូលទៅរកមកនេះដាក់ logo ហាងតោះនេះ logo ហាងរបស់យើងដាក់ logo ហាងទៅមក cover បងប្អូន cover ហ្នឹងមានន័យថា cover នឹង background នៅក្រោយហាងនៅក្រោយ profile ហាងរបស់យើងរកsẽបានដល់រូបបើខ្ញុំឧទាហរណ៍ខ្ញុំដាក់រូបណាមួយជា background ហាងខ្ញុំ
ចឹងពួកមានពេញហើយឈ្មោះហាងទីតាំងហាងហើយរូបភាព profile ហាងបន្ទាប់មកcover របស់ profile ហាងទៅយើង submit ចាំតិចអូខេ success ហើយបងប្អូនហើយយើងបានជោគជ័យហើយក្នុងការបង្កើតហាងឥឡូវយើងជោគជ័យហើយយើងទៅវាយមិញមក email យើងមិញ email ដែលខ្ញុំបង្កើតហាងមិញទៅមកវាយលេខកូដវាឲ្យឃើញទេមិញមកពុំមួយខ្ទង់ទីចូលទៅ login អូសំទោសពេលយើងបង្កើតហើយយើងអត់ទាន់ចូល login បានតែម្ដងទេយើងទាមទារឲ្យ admin គេ approve ឲ្យបងប្អូនអញ្ចឹងយើងត្រូវចាំផ្លេចទៅឆែកមើលថាយើងបានពេញព័ត៌មានច្បាស់លាស់ហើយចឹងគេ approve ឲ្យបងប្អូនបើ admin អត់ទាន់ approve យើងអាចតាក់ទងឆាតសួរផ្ទាល់ជាមួយលេខ Telegram របស់អ្នកបានបងប្អូនសួរតាម email ក៏បានសួរតាមអ្នកតាមលេខទូរស័ព្ទមាន Telegram របស់ website យើងអាចឆាតសួរគាត់បានឆាតសួរគាត់តាម website ហ្នឹងទៅហើយយើងចង់ដឹងថាវាបានយើងចូលទៅសាកបងមើលដាក់លេខ Gmail ហើយនឹងលេខកូដរបស់យើងអូខេចាញ់ហើយតែផ្ទាំងរបស់ហាងរបស់យើងបានហើយទាំងរបស់ហាងរបស់យើងបានហើយហើយយើងអាចមើលលើនេះបានយើងចូលវាលោតលើនេះយើង refresh also វាអត់ទាន់ឃើញលោតដោយសារចេះដោយសារហាងយើងអត់ទាន់បានផុសទេតែឥឡូវនេះយើងមានផ្ទាំងហាងរបស់យើងបានមកហើយនៅលើ website ហ្នឹងឥឡូវយើងមានហាងរបស់យើងមកហើយឥឡូវយើងចូលទៅហ្នឹងហើយបងប្អូនវីដេអូនេះមានប៉ុណ្្នឹងទេហាងរបស់យើងអាចមើលបានទេលើហាងរបស់យើង product យើងអត់ទាន់មានទេហើយការ order ក៏យើងអត់ទាន់មានដែរអញ្ចឹងតើយើងបានផុសដោយបានលុបមួយពីរបានប៉ុណ្្នឹងជាមាន total brand អីអត់ទាន់មានទេរបស់យើងនៅលើនេះយើងអាចផុសលុបបានណាពេលយើងផុសនៅលើនេះទៅឲ្យបានលុបនៅលើ website ណាលើ website ហ្នឹងខ្ញុំគាត់អាចឃើញយើងអាចទិញតាមនឹងបានព្រោះ website ហ្នឹងwebsite គាត់ book ប្រម៉ូទ website រៀងរាល់ថ្ងៃយើងអត់ចាំបាច់ប្រើលុយទេយើងអាច book លុបយើងអាចផុសលុបបានអញ្ចឹងណាវាចំណេញtrongហ្នឹងហ្នឹងហើយការបង្កើតមានប៉ុណ្្នឹងទេវីដេអូក្រោយខ្ញុំនឹងបង្រៀនបងប្អូនអំពីការផុសឲ្យបានចូលរបៀបផុសឲ្យបានចូលហើយនឹងរបៀប add Telegram ចូល profile របស់យើងណាអរគុណច្រើន